កូរ៉េខាងត្បូងនិងជប៉ុនព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការថាមពលនិងរឹតចំណងសន្តិសុខយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុនបានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារកន្លងទៅក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវនិងប្រេងឆៅរួមទាំងការរៀបចំស្តុកទុកនិងការដោះដូរផលិតផលប្រេងកាតផងដែរនៅក្នុងជំនួបនេះទីក្រុងអានដុងដែលជាស្រុកកំណើតរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកលីជេម៉ាយ៉ុងជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណាអេតាកាអេឈីមេដឹកនាំទាំងពីរបានបដិញ្ញាពង្រឹងការសម្របសម្រួលឲ្យកាន់តែស៊ីជម្រៅដើម្បីធ្វើឲ្យខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលមានស្ថិរភាពនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ីផ្សេងទៀតខណៈដែលការរំខានដល់ការផ្គត់ផ្គង់ដែលបណ្ដាលមកពីសង្គ្រាមនៅតំបន់ឈូងសមុទ្របាននឹងកំពុងដាក់សម្ពាធលើសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរដែលពឹងផ្អែកខ្លាំងលើការនាំចូលលោកលីជេម៉ាយ៉ុងបានគូសបញ្ជាក់ថាអស្ថិរភាពនាពេលថ្មីៗនេះនៅក្នុងទីផ្សារថាមពលដែលកើតចេញពីស្ថានភាពនៅមជ្ឈិមបូព៌ាបានធ្វើឲ្យតម្រូវការនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរកាន់តែមានភាពចាំបាច់លោកស្រីតាកាអ៊ីឈីបានលើកឡើងពីការចាប់ផ្ដើមគំនិតផ្ដួចផ្ដើមទ្វេភាគីថ្មីមួយដែលផ្ដោតលើការបង្កើនភាពធន់នៃការផ្គត់ផ្គង់ថាមពលនិងការវិតម្លៃសន្តិសុខថាមពលតាមរយៈវិធានការដោះដូរទៅវិញទៅមកសម្រាប់ប្រេងឆៅនិងឧស្ម័នធម្មជាតិក្រៅពីបញ្ហាថាមពលមេដឹកនាំទាំងពីរក៏បានបញ្ជាក់ជាថ្មីនៃការរឹតបន្តឹងការសម្របសម្រួលផ្នែកសន្តិសុខរួមទាំងកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិកដើម្បីប្រឈមមុខនឹងបញ្ហារួមក្នុងតំបន់ដូចជាបញ្ហាកូរ៉េខាងជើងជាដើមលោកលីបានចាត់ទុកកិច្ចពិភាក្សាសន្តិសុខកម្រិតអនុរដ្ឋមន្ត្រីនាពេលថ្មីៗនេះថាជាវឌ្ឍនភាពដ៏មានន័យក្នុងការធ្វើឲ្យកិច្ចសន្ទនាការពារជាតិคล้ายជាយន្តការផ្លូវការបើទោះបីជាមានចំនួនប្រវត្តិសាស្ត្ររ៉ាំរ៉ៃក៏ដោយក៏រដ្ឋាភិបាលទាំងពីរបានផ្ដល់សារៈសំខាន់ខ្លាំងលើសន្តិសុខសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាកម្រិតខ្ពស់រួមទាំងបញ្ញាសិប្បនិម្មិតនិងស្ថិរភាពក្នុងតំបន់ក្នុងឱកាសនៃជំនួបនោះមេដឹកនាំទាំងពីរក៏បានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារដែលមានបម្រើនៅមុខម្ហូបកូរ៉េនិងជប៉ុនព្រមទាំងទស្សនាការសម្ដែងវប្បធម៌រួមគ្នាការសម្ដែងសិល្បៈប្រពៃណីនិងកម្មវិធីដុតកាំជ្រួចដើម្បីនិមិត្តរូបនៃមិត្តភាពទ្វេភាគីផងដែរខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមាន free ជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រស់រានឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ